ចង់បានរថយន្ត SUV ដែលមានអារម្មណ៍បើកបរដូចជាមួយនឹង Tundra មែនទេចឹងអ្នកនរគ្នាគឺមកធ្វើកន្លែងហើយថ្ងៃនេះដែរខ្ញុំនឹងណែនាំនៅរថយន្តមួយគឺ Toyota Sequoia ដែលជារថយន្ត SUV នៃរដ្ឋ Texasរថយន្តនេះដែរប្រើនៅម៉ាស៊ីន iForce Max Twin Turbo V8 Hybrid Engine ដែលជាម៉ាស៊ីនដូចជាមួយនឹង Toyota Tundra ដែរបង្កើនកម្លាំងបាន437 horsepower និងកម្លាំងសង្កត់បាន583 town feet កម្លាំង Osdown គឺ9520 town ស្មើទៅនឹង4318.19 គីឡូក្រាមចង្កឹះលេខ10វគ្គស្វ័យប្រវត្តិឡាននេះដែរគឺដាក់លក់បែងចែកចេញជា6ប្រភេទគឺ Toyota Sequoia SR5 Limited Platinum TRD Pro 1994 Edition និងចុងក្រោយនោះគឺ Capstone វាមានកៅអី3ជួរអាចជិះបានគ្នា8នាក់មួយគ្រួសារធំកុងទ័រ Digital 12 inch ជាមួយនឹង Head Up Display អេក្រង់កំសាន្តទំហំ14 inch Touch Screen មកជាមួយនឹង Wireless Apple CarPlay និង Android Auto មាននៅប្រព័ន្ធ Wi-Fi Hotspot ដោយប្រើនៅបណ្ដាញ 4G LTE របស់ក្រុមហ៊ុន AT&T Speaker របស់វាបែងចែកចេញជា2ប្រភេទទៅតាម option នីមួយៗ JBL Premium Audio System 14គ្រាប់គឺសម្រាប់ option Platinum TRD Pro ឆ្នាំ1794 Edition និង Capstone Grand ជាមួយនឹងការ upgrade បន្ថែមទៅលើ option របស់ Limit និងមួយទៀតនោះគឺ Standard Audio System មាន8គ្រាប់សម្រាប់SR5 និង Limited ប្រព័ន្ធកញ្ចក់មើលក្រោយបែប Digital វាមានប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5 គ្រប់ option ទាំងអស់របស់ Toyota Sequoia Preclusion System ជាមួយនឹង Pedestrian Detection Full Speed Range Dynamic Radar Cruise Control Lane Departure Alert ជាមួយនឹង Steering Assist Lane Tracing Assist Automatic High Beam Road Sign Assist Blind Spot Monitor ជាមួយនឹង Real Cross Traffic Alert Front and Rear Parking Assist ជាមួយនឹង Automatic Braking Panoramic View Monitor Backup Camera ជាមួយនឹង Projected Path Star Safety System ពងសុវត្ថិភាពចំនួន10 Here Start Assist Control Tire Pressure Monitor System Child Seat Anchor ជាមួយនឹងប្រព័ន្ធសុវត្ថិភាពដែលបន្ថែមទៅលើ Trim Level ឬមួយក៏ TRD Pro ដូចជា Multi Terrain Monitor Crawl Control Downhill Assist Control Trailer Backup Guide with String Path Assist រថយន្តនេះដែរត្រូវបានដាក់លក់ទៅនៅទីផ្សារអាមេរិកខាងជើងតែប៉ុណ្ណោះដែលមានដូចជាសហរដ្ឋអាមេរិកកាណាដាមិចស៊ីកូនិងកូស្តារីកាសរុបមកវិញ Toyota Sequoia ជារថយន្តដែលបង្កើតសម្រាប់តែអូសសណ្ដោងហើយជាមួយនឹងការ off-road ទៅលើផ្លូវលំបាកមុំទេហើយស័ក្តិសមបំផុតហ្នឹងគឺសម្រាប់អ្នកដែលមានសមាជិកគ្រួសារច្រើនអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេ See you next time Peace out